នៅពេល James ទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពគាត់គិតថាបន្ទាប់ពីតមអាហារអស់រយៈពេល2ខែគាត់ប្រកាសជាស្រកទម្ងន់បានច្រើនប៉ុន្តែការពិតបានផ្ដល់ការឈឺចាប់យ៉ាងខ្លាំងដល់គាត់មិនត្រឹមតែមិនស្រកទម្ងន់សូម្បីតែបន្តិចទេប៉ុន្តែគាត់ថែមទាំងឡើងទម្ងន់ថែមទៀតលេខដែលបង្ហាញលើជញ្ជីងគឺជិត800ផោនដែលធ្វើឲ្យគាត់មានអារម្មណ៍ខុសយ៉ាងខ្លាំងចំពោះសំណួររបស់វេជ្ជបណ្ឌិតគាត់មិនហ៊ាននិយាយការពិតទេគាត់បានកុហកថាចាប់តាំងពីត្រឡប់ទៅផ្ទះវិញគាត់បានអនុវត្តតាមរបបអាហារដែលគ្រូពេទ្យបានណែនាំប៉ុន្តែគ្រូពេទ្យមិនជឿពាក្យសម្ដីរបស់គាត់សូម្បីតែមួយម៉ាត់នៅពេលឃើញថាការកុហករបស់គាត់ជិតត្រូវបានលាតត្រដាង James បានបន្ទោសជញ្ជីងរបស់មន្ទីរពេទ្យថាខូចម្ដងទៀតប៉ុន្តែលេសនោះស្ដាប់ទៅគួរឲ្យអស់សំណើចណាស់គ្រូពេទ្យបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា James ពឹងផ្អែកលើប្រពន្ធរបស់គាត់ខ្លាំងពេកហើយប្រសិនបើគាត់ចង់ស្រកទម្ងន់អ្វីដែលល្អបំផុតគឺត្រូវនៅឆ្ងាយពីនាងប្រែថាប្រពន្ធរបស់ James មានអាយុច្រើនជាងគាត់ជិត20ឆ្នាំជាច្រើនដងនាងបានមើលថែ James ដូចជាកូនប្រុសរបស់នាងដោយសារតែកុមារភាពមិនសមប្រកប James បានកើតជំងឺឃ្លានមិនឈប់យ៉ាងធ្ងន់ធ្ងរនៅពេលដែលប្រពន្ធរបស់គាត់ដឹងការពិតនាងកាន់តែអាណិតចំពោះអ្វីដែល James បានឆ្លងដើម្បីបំពេញចំណង់អាហាររបស់ James ប្រពន្ធរបស់គាត់បានរៀបចំអាហារដែលមានកាឡូរីខ្ពស់ជាច្រើនជារៀងរាល់ថ្ងៃ James មិនធ្វើការងារទេហើយក៏មិនអាចមើលថែខ្លួនឯងបានដែរសូម្បីតែការងូតទឹកក៏គាត់ត្រូវការជំនួយពីប្រពន្ធរបស់គាត់ដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រពន្ធរបស់គាត់មិនដែលបោះបង់គាត់ចោលឡើយហើយមើលថែគាត់ជារៀងរាល់ថ្ងៃដោយមិនរអ៊ូរទាំ James គ្រាន់តែគេងនៅលើគ្រែហើយរីករាយនឹងអាហារឆ្ងាញ់ៗគ្រប់ប្រភេទឲ្យតែបើកភ្នែកឡើងនៅពេលព្រឹកគាត់ចង់ញ៉ាំភ្លាមភាពឃ្លានធ្វើឲ្យគាត់ពិបាកគ្រប់គ្រងអារម្មណ៍របស់គាត់សំណាងល្អប្រពន្ធរបស់គាត់ស្គាល់គាត់ច្បាស់ហើយបានទុកនំមួយចំនួននៅក្បែរគ្រែកូនស្រីរបស់គាត់ដោយបារម្ភថា James នឹងខឹងសម្បាក៏បានយកបបរស្រូវសាលីមកឲ្យគាត់ភ្លាមគ្រាន់តែញ៉ាំបបរអស់ភ្លាមប្រពន្ធរបស់គាត់ក៏បានរៀបចំអាហារពេលព្រឹករួចជាស្រេចគ្រាន់តែញ៉ាំអាហារពេលព្រឹករួច James ក៏ចាប់ផ្ដើមគិតដល់អាហារបន្ទាប់ទៀតគាត់បានបញ្ជាឲ្យប្រពន្ធរបស់គាត់កុំងអាហារចិនប្រពន្ធរបស់គាត់បានធ្វើតាមបញ្ជារបស់ James ដោយគ្មានលក្ខខណ្ឌដោយសារការតាមចិត្តរបស់ប្រពន្ធ James កាន់តែធាត់ទៅធាតុនិលហើយសុខភាពរបស់គាត់ក៏ចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរដើម្បីការពារកុំឲ្យ James ស្លាប់ដោយសារភាពធាត់ប្រពន្ធរបស់គាត់បាននាំគាត់ទៅទីក្រុង Houston ដើម្បីសម្រកទម្ងន់ប៉ុន្តែ James នៅតែពិបាកក្នុងការទប់ទល់នឹងអាហារប្រពន្ធរបស់គាត់មានការឈឺចាប់ក្នុងចិត្តណាស់នៅពេលឃើញគាត់ពិបាកក្នុងការសម្រកទម្ងន់ដូច្នេះហើយដោយមិនស្ដាប់តាមការព្រមានរបស់គ្រូពេទ្យនាងបានលួចទិញអាហារដែលមានកាឡូរីខ្ពស់ឲ្យគាត់ញ៉ាំនេះធ្វើឲ្យ James ចំណាយពេលយូរណាស់ដើម្បីទទួលបានលទ្ធផលពីការតមអាហារគ្រូពេទ្យមានការខកចិត្តយ៉ាងខ្លាំងចំពោះគាត់តើ James ពិតជាអាចសម្រកទម្ងន់បានដែរឬទេ